បាទសួស្តីបងបាទថ្ងៃនេះផងដែរខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីវិធីបដូរ Wi-Fi របស់កាមេរ៉ា Exhibit អញ្ចឹងឧទាហរណ៍ថានៅផ្ទះរបស់យើងមាន router 2ហើយ router ហ្នឹងមានឈ្មោះផ្សេងគ្នាអញ្ចឹងយើងនឹងធ្វើការផ្លាស់ប្ដូរពីការចាប់កាមេរ៉ា Wi-Fi ដែលមានឈ្មោះទី1ហើយបើវាចាប់ហើយយើងចង់បដូរទៅឈ្មោះទី2ចង់ទៅ router ទី2អញ្ចឹងយើងមកមើលទាំងអស់គ្នាចឹងនៅទីនេះដំបូងគឺយើងធ្វើការផ្លាស់ប្ដូរបាទដោយសារតែនៅក្នុងរបស់ខ្ញុំនៅក្នុងកាមេរ៉ារបស់ខ្ញុំវាចាប់ router ឈ្មោះ EZV ប៉ុន្តែនៅកន្លែងរបស់ខ្ញុំនោះមានឈ្មោះ router មួយទៀតឈ្មោះ Hikvision បាទ ARMA តែយើង check មើលនេះរបស់យើងនឹង Wi-Fi របស់យើងនឹងចាប់ទៅជាមួយនឹង network មួយណាមួយ router មួយណាយើងចូលមក setting ហើយយើងចូលមក network setting ឯងបាទអញ្ចឹង network setting វាចាប់របស់ router EZV អញ្ចឹងពេលនេះខ្ញុំនឹងធ្វើការផ្លាស់ប្ដូរពីការយកកាមេរ៉ាចាប់ Wi-Fi router EZV ទៅជា ចាប់ Wi-Fi Hikvision វិញយើងចូលទៅកាន់ធ្វើការផ្លាស់ប្ដូរបាទអញ្ចឹងកន្លែងត្រង់នេះវាប្រាប់ថា Wi-Fi ក្នុងទូរស័ព្ទរបស់ខ្ញុំហើយនិង Wi-Fi របស់កាមេរ៉ានោះវានៅក្នុង LAN តែមួយទេអញ្ចឹងយើងមកធ្វើការផ្លាស់ប្ដូរបាទធ្វើការផ្លាស់ប្ដូរមក EZV វិញបាទអញ្ចឹងឥឡូវវានៅក្នុង LAN តែមួយហើយអូខេអញ្ចឹងក្នុង LAN តែមួយវានឹង search នេះហើយយើងនឹង search មើលតើនៅក្នុងផ្ទះរបស់យើងនឹងមាន LAN ណាខ្លះដែលយើងអាច switch បានតែក្នុងនេះអត់មានឃើញ Hikvision ទេយើងមកធ្វើការ search ម្ដងទៀតដើម្បីឲ្យ check មើល Hikvision នេះបាទឃើញ Hikvision នៅក្រោមហ្នឹងអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរបាទផ្លាស់ប្ដូរឲ្យយើងវាយ password របស់នេះទៅផងដែរនេះអូខេអញ្ចឹងយើងមកមើលម្ដងទៀតនេះឃើញវាដូរមក Hikvision off ឯងបាទអញ្ចឹងមានន័យថាបើសិនជានៅក្នុងនេះបើសិនជាយើងមាន router 2ហើយយើងចង់ធ្វើការផ្លាស់ប្ដូរនេះផ្លាស់ប្ដូរ signal ឲ្យកាមេរ៉ាទៅចាប់ router មួយណាគឺយើងទី1ទូរស័ព្ទហ្នឹងវាត្រូវនៅក្នុង LAN តែមួយបាទរវាងទូរស័ព្ទហើយនឹងកាមេរ៉ាបាទនិយាយទៅគឺយើងប្រើ Wi-Fi តែមួយទាំងពីរហ្នឹងទៅហើយយើងបើកចេញដូចនៅក្នុងរូបហើយយើងធ្វើការរើសបាទរើស Wi-Fi ដែលយើងចង់ផ្លាស់ប្ដូរបាទនេះរើស Wi-Fi ចង់ផ្លាស់ប្ដូរបាទអញ្ចឹងយើងចង់ដូរមក EZV វិញខ្ញុំចុចលើ EZV ហើយវាយ password វាទៅប៉ុន្តែបច្ចុប្បន្នគឺយើងបាន connect ជាមួយនឹង Hikvision ARMA បាទប៉ុន្តែសួរថាចុះបើយើងអត់មាន router 2ទេប៉ុន្តែ router មួយយើងមាន router មួយហើយ router ហ្នឹងយើងដូរឈ្មោះដូរអីទៀតយើងត្រូវធ្វើម៉េចអញ្ចឹងមានវិធីទី1គឺមានតែ reset ទេបាទមានតែ reset ចោលហើយធ្វើការភ្ជាប់ជាមួយ router ហ្នឹងវិញអញ្ចឹងវិធីនេះលុះត្រាតែមាន router 2ហើយ router ហ្នឹង existing មានន័យថាមានដំណើរការទៀតបាទអញ្ចឹងសម្រាប់វីដេអូនេះបានចប់ហើយបាទសូមអរគុណ